គ្នាគឺខ្ញុំបានដឹងថាកូននៅក្នុងពោះរបស់ខ្ញុំស្រីឬក៏ប្រុសហើយតែបងប្អូនតើគ្នាមើលពីជីវិតស្រីដែរបញ្ចប់ថ្ងៃគឺបងប្អូនដឹងថាស្រីឬក៏ប្រុសពួកអីខ្ញុំឥឡូវនេះគឺតាំងពីមាន baby ក្រោយនេះមកគឺខ្ញុំជាមនុស្សថ្មីហ្មងសូម្បីតែពូម៉ាក់បងប្អូនប្តីអីក៏គាត់ថាមិនជាយើងទេដោយសារអីឥឡូវនេះគឺខ្ញុំចូលចិត្តធ្វើមកហូបខ្លាំងមែនទេគឺនឹកឃើញរឿងធ្វើសមទៀតអីបងប្អូនចានៅសុកបបួម៉ាក់ក្មេងអីអញ្ចឹងទៅឲ្យបងប្អូនអ្នកផ្ទះអីគាត់ជួយរៀបចំរបស់របរដែលយើងត្រូវរៀបចំវិចសមតែបើគិតឥឡូវហ្នឹងចូល30ឆ្នាំហើយបងប្អូនខ្ញុំមិនដែរនៅឃើញថាចង់កាន់សមវិចទេណាចាគឺអត់តែម្ដងនេះគឺថានៅសុកវិចសមបបួម៉ាក់ក្មេងគាត់វិចឲ្យម៉ាក់ក្មេងគាត់រៀបចំរបស់របរឲ្យគាត់ឲ្យខ្ញុំអ្នកវិចអញ្ចឹងបងប្អូនមើលថាអាការៈបែបនេះបងប្អូនអ្នកខ្លះធ្លាប់ទៅងន់ឲ្យបែបហ្នឹងហើយជាកូនស្រីឬក៏ជាកូនប្រុសខមមិនឲ្យខ្ញុំម្នាក់មួយផងខ្ជិលហ្មងគឺអត់ទេខ្ញុំជាមនុស្សម្នាក់ដែលធ្វើការងារច្រើនមុនមានទងន់ហ្នឹងអញ្ចឹងខ្ញុំអត់សូវមានពេលមកធ្វើអញ្ចឹងទាំងអស់គ្នាប៉ុន្តែសម្រាប់ឥឡូវគឺខ្ញុំរវល់ជាងមុនទៀតហើយឥឡូវខ្ញុំមាន baby ប៉ុន្តែគឺខ្ញុំចូលចិត្តធ្វើមែនតើទាំងអស់គ្នាគឺឧស្សាហ៍មកម្ហូបជួនកាល3មុខក្នុងពេលតែមួយធ្វើអីប្តីញ៉ាំក៏ខ្ញុំធ្វើការដែរអត់ចេះហត់ទេទាំងអស់គ្នាគឺទៀមអាក្មេងវិចសំហ្នឹងគឺវិចសំ snow ចា snow ពងទាប្រៃបងប្អូនចា snow ពងទាប្រៃហ្នឹងតែប៉ុន្តែគឺខ្ញុំឃើញគេធ្វើលក់ចាគឺតំណងមែនតើឥឡូវនេះគឺបបួម៉ាក់ក្មេងធ្វើឲ្យសំខាន់គឺមិនស៊ូឯណាបងប្អូនចាអ្នកដែលគាត់ធ្លាប់វិចសំគឺដឹងហើយសម្រាប់ខ្ញុំអ្នកចំណូលថ្មីចេះទៀតខ្ញុំគិតថាអត់ងាយស្រួលទេហើយសំរបស់យើងគឺមានកតាណាជាមួយនឹងសណ្ដែកលឿងហ្នឹងហើយជាមួយនឹងពងទាប្រៃហើយសាច់ជ្រូក3ជាន់វិចអញ្ចឹងមែនណាទាំងអស់គ្នាប៉ុន្តែម៉ាក់ក្មេងគាត់អ្នកចងព្រោះឯសាខ្ញុំខ្លាចចងទៅវាចូលទឹកចូលអីអញ្ចឹងណាឥឡូវហ្នឹងគឺចេះវិចសំបាន88%ហើយភ្លាមឡើងមកលើកតុបឲ្យប្តីញីជើងអូយខ្ញុំនិយាយត្រង់កូនក្រោយនេះអត់ចាញ់ទេគាត់ថាឲ្យយើងស្អាតឲ្យយើងធ្វើអីអត់ចេះហត់អញ្ចឹងតែចកេះហួយអស់ហើយបងប្អូនចែកភួនជើងអីហ្នឹងគឺថាខ្ញុំចុកសាច់ដុំយកតែមែនតែនមកសិនជាកណាតអេរិចអត់សូវអីទេតែបើកណាតក្រោយសូម្បីតែចូលងូតទឹកកដៅយកបងប្អូនចាតតែប្តីនៅចិនអញ្ចឹងវាជាប់ចកេះជាប់អីហ្មងអូខ្ញុំសុំខ្លាចចៃបងប្អូនទៅជាមកឈឺសាច់ដុំឈឺចកេះឈឺអីវិញបើនិយាយពីកភួនជើងវិញយប់ឡើងរួយអស់ហើយបងប្អូនថ្ងៃខ្លះកណាតកូនទី2អញ្ចឹងបងប្អូនជួយខមមិនខ្ញុំម្នាក់មួយហើយសម្រាប់ខ្ញុំម៉ាមីនេះតំតាបាន3ខែបើពីផលិតផលខ្ញុំចោលខ្លាយបើនិយាយពី scrap ស្បែកធម្មជាតិគឺខ្ញុំនៅតែប្រើ2ថ្ងៃខ្ញុំប្រើម្ដងដើម្បីអីជួយធ្វើឲ្យស្បែកខ្ញុំមានសំណើមបង្ហាត់ស្បែកបើយើងធ្វើឲ្យស្បែកបើយើងសភ្លឺរលោងដោយសារយើងមាន baby អត់អាចប្រើ skin care អីផ្ដេសផ្ដាស់បានទេបងប្អូនលុះត្រាតែផលិតផលនឹងដែលយើងអាចប្រើបានសម្រាប់អ្នកមាន baby scrap កាហ្វេមួយនេះគឺយើងធ្វើចេញពីរបស់ធម្មជាតិអញ្ចឹងសម្រាប់អ្នកដែលគាត់មាន baby បងប្អូនតាគ្នាអាច scrap បាន2ថ្ងៃម្ដងដូចខ្ញុំមកស្បែកបងប្អូនទាំងអស់គ្នាគឺឡងរលោងព្រិលហ្មងបើសិនជាបងប្អូនតាគ្នាបាន scrap កាហ្វេហើយបុក scrap ជាមួយនឹងផលិតទឹកឃ្មុំដងខ្ទិះទៀតអូយស្បែកបងប្អូនសាច់ចាំណាស់ដូចសាច់កមុំអញ្ចឹងអត់បានលៀបលេក៏ប៉ិតមែនប៉ុន្តែយើងកុំបន្ថយដៃជាមួយនឹង scrap ស្បែកយើងកើតកូនហើយអត់មានស្អាប់ស្បល់ទេអូតាគ្នាដើរទិញតាមតូបតាមផ្សារប្រាប់ថាអាប់ស scrap ប្រេនសៃណៃចាគឺពួកគាត់មានលួចតម្លៃសមរម្យល្អខ្លាំងសម្រាប់សមហ្នឹងបងប្អូនតាគ្នាចាគឺជាសមដំបងដែលខ្ញុំធ្វើខ្លួនឯងដែលខ្ញុំតែមាន baby ក្រោយនេះហើយបើខ្ញុំនឹកឃើញចង់ធ្វើសមនេះទាំងអស់គ្នានិយាយពីថារសជាតិវិចខ្លួនឯងឆ្ងាញ់មែនតែនហ្មងខាងយើងធ្វើខ្លួនឯងអញ្ចឹងយើងអត់សូវរីតាមគ្រឿងបងប្អូនដាក់មកដុតកំពុងតែ